ngày nắng nhôm tua banในวันមួយដែលភ្ញៀវគាត់ឲ្យខ្ញុំ switch ឲ្យគាត់មានអេក្រង់មកស្រាប់អានេះគឺជា tablet របស់ Xiaomi បាទគាត់ណាចាប់កានមកម៉ណាយហើយប្រព័ន្ធទូសខ្មៅតែមកបាទអានេះធំជាងអេក្រង់កុំព្យូទ័រទៀតណាបាទអញ្ចឹងបងប្រុសគាត់មានអេក្រង់មកស្រាប់គាត់យកមកឲ្យខ្ញុំដូរឲ្យគឺគិតតែថ្លៃឈ្នួលទៅបានហើយបាទអញ្ចឹងអានេះគឺ Xiaomi tablet ស្អីទេបាទទំហំវា 16 inch បាទអញ្ចឹងតែមកដល់ដៃខ្ញុំហើយស្អីក៏ខ្ញុំធ្វើបានដែរឲ្យតែមានគ្រឿងបន្លាស់សម្រាប់ដោះដូរអញ្ចឹងវាមិនសូវពិបាកប្រហែលទេគេផលិតបានយើងគាត់ជួសជុលរឿងអីធ្វើមិនបានបាទអញ្ចឹងអានេះគឺយើងធ្វើការដោះ cache វាចេញមកដើម្បីធ្វើការកោះអេក្រង់នឹងចេញពីសបកតួបាទសម្រាប់ប្រភេទ tablet ការកោះចេញពីតួមិនសូវពិបាកប្រហែលទេកាវវាអត់សូវជាប់ទេគាត់តែយើងប្រើកម្ដៅតិចទៅគឺឆ្កឹះមកខ្វែលតែមកបាទហើយនេះគឺជាអេក្រង់ដែលយើងត្រូវផ្លាស់ប្ដូរអេក្រង់នេះវាមិនមែនស៊ីនរបស់ក្រុមហ៊ុនគេទេគ្រាន់តែវាជាប្រភេទ spare part ប៉ុន្តែយើងអាចជំនួសអេក្រង់ស៊ីនដើមរបស់គេបានអញ្ចឹងចំណុចដែលបែកហ្នឹងគឺផ្នែកខាងលើនេះបាទកន្លែងប៊ូតុង power ដែលយើងចុចបិទបើកហ្នឹងយើងធ្វើការបក screen ចេញទៅឃើញថាបែកសោះដែរហ្នឹងបាទផ្នែកខាងលើអានេះបើសិនជាវាមានកញ្ចក់យើងអាចអ៊ុតកញ្ចក់បានប៉ុន្តែអត់ទាន់មានកញ្ចក់ក្នុងការអ៊ុតអញ្ចឹងមានតែផ្លាស់ប្ដូរអេក្រង់ទាំងមូលតែមកបាទអញ្ចឹងយើងធ្វើការកោះវាចេញពីតួមកបងប្អូនបាទយើងធ្វើការផ្លុំកម្ដៅតិចមករួចយើងធ្វើការយកឡាមដើម្បីយកមកសើកដើម្បីបើកមុខរបស់វាដើម្បីបង្ហើបវាបាទហើយការបង្ហើបនេះដែរវាមិនតឹងប្រហែលទេបាទយើងឆ្កឹះអាអំបែងណាបែកយើងចេញទៅកុំឲ្យវាខូចសាច់អេក្រង់ព្រោះហ្នឹងយើងអាចទុកអេក្រង់បានដើម្បីថ្ងៃក្រោយទៅគឺបើសិនជាមានកញ្ចក់សម្រាប់អ៊ុតហ្នឹងគឺយើងជាកញ្ចក់ដែលបែកយ៉ាងចេញជំនួសកញ្ចក់ថ្មីទៅគឺអែមស្រែមហើយបាទប៉ុន្តែវាអាចធំជាងម៉ាស៊ីនអុករបស់យើងទៀតបាទម៉ាស៊ីនអ៊ុតហ្នឹងគឺវាតូចជាងបាទបច្ចុប្បន្នម៉ាស៊ីនអ៊ុតមានតែ14 inch តែនេះដល់16 inch វាធំដែរនោះបាទប៉ុន្តែបើសិនជាយើងលើដាក់ចូលម៉ាស៊ីនទៅគឺប៉ាន់គ្នាទេអត់អីទេគាត់ថាវារៀងចង្អៀតបន្តិចណាបាទអញ្ចឹងអានេះគឺស្នាប់របស់វាមានតែមួយវា combine 2 in 1ដើម្បីបញ្ជូនទិន្នន័យរូបភាព display ហ្នឹងមកលើអេក្រង់ហើយនឹងការវិជា touch បាទហើយសម្រាប់ថ្មរបស់វាគឺនៅក្តារហ្មងបាទម៉ាស៊ីនគឺនៅគៀនបាទហើយសម្រាប់ថ្មហ្នឹងគឺនៅក្តារមាន2គ្រាប់ហើយថ្មនេះស្ដើងទេអត់ក្រាស់ប្រហែលទេហើយទំហំថ្មហ្នឹង5000មីលីអាំពែបាទអញ្ចឹងយើងធ្វើការបិទគ្រឿងវាទៅបងប្អូនមុននឹងដោះអេក្រង់ចេញយើងធ្វើការបិទគ្រឿងម៉ាស៊ីនវាសិនបើសិនជាយើងអត់បិទទេវាអាចនឹងប៉ះពាល់ពេលណាដែលយើងកាប់អេក្រង់ចូលវិញណាបាទអញ្ចឹងយើងធ្វើការដោះស្នាប់នេះចេញដើម្បីយកទៅដាក់ជាមួយនឹងអេក្រង់ដែលយើងត្រូវផ្លាស់ប្ដូរនោះបាទហើយអេក្រង់នេះដែរគឺយើងទុកមួយអន្លើទៅដើម្បីថ្ងៃមុខទៅលោកមានកញ្ចក់អីយើងអាចអ៊ុតកញ្ចក់បានហើយយើងមើលមកមើលផ្នែកខាងក្នុងឃើញថាថ្មមាន2គ្រាប់ហើយថ្មហ្នឹងមាន5000មីលីអាំពែផងមាន4000ផងបាទនិយាយទៅគឺ2គ្រាប់បូកចូលគ្នាcombineទៅប៉ុណ្ណឹងឬក៏យ៉ាងម៉េចដែរបាទហើយអានេះគឺអង់តែនបាទពាក់ព័ន្ធជាមួយនឹងអង់តែន Wi-Fi អង់តែន 4G 5G គឺនៅតាមគៀនបាទគៀនតួហ្នឹងបាទអញ្ចឹងអានេះគឺมันងាយខ្សោយសេវាទេបាទដោយសារអង្តែនេះនិយាយពីថាប្រព័ន្ធចង់ប៉ុនបានដៃបាទអង្តែនេះឡងប្រព័ន្ធប៉ុណ្ណាបាទអញ្ចឹងយើងធ្វើការសម្អាតកាវចេញពីតួឲ្យស្អាតទៅមុននឹងបិទកាវថ្មីចូលហើយនេះគឺជាប្រភេទស្គុតបាទយើងបិទស្គុតនិយាយទៅសម្រាប់ប្រភេទអេក្រង់ iPad បាទ tablet នេះហ្នឹងយើងអាចបិទស្គុតបានព្រោះបិទទៅជាប់ដូចតែគ្នាទេបើយើងប្រើកាវវាពិបាកក្នុងការកោះតែអាស្គុតនេះវាអាចខាងមុខទៅវាអាចនឹងហើបដែរហ្នឹងបាទប៉ុន្តែអត់អីទេបាទប្រភេទពួក tablet កុំឲ្យតែតួវាវាចតួវាកោងអានឹងវាអាចហើបវិញប៉ុន្តែបើថាតួត្រង់ស្អាតបិទទៅគឺជាប់ហើយបាទអញ្ចឹងយើងធ្វើការបកបាទបកសៀលចេញពីអេក្រង់នឹងចេញឲ្យអស់មករួចធ្វើការកាប់ចូលម៉ាស៊ីនផ្លាប់មកគឺអូខេហើយបាទហើយការកាប់នេះដែរគឺយើងត្រូវដោះស្នាប់ថ្មចេញម៉ាស៊ីនយើងអត់ដោះស្នាប់ថ្មទេវាអាចនឹងបុកភ្លើងឆ្លងភ្លើងអានឹងគឺវាអាចនឹងលែងចេញរូបក៏ថាបានដែរព្រោះអានឹងបត់ពិសោធន៍ដែលធ្លាប់ជួបទៅលើ iPad ផ្សេងណាបាទអញ្ចឹងតែប៉ុណ្្នឹងទៅគឺយើងធ្វើការកាប់វាចូលទៅយើងធ្វើការបកស្គុតកាវចេញកន្លងជុំវិញហើយកាប់វាច្រច់ទៅគឺស៊ីលុយបាទហើយបាទអញ្ចឹងសម្រាប់បងប្អូនដែលមានប្រភេទ tablet model ចម្លែកបងប្អូនចង់ដូរក្រង់បងប្អូនអាចតាក់ទងមកបានយើងធ្វើការកម្មង់បានអាហ្នឹងគឺមិនអីទេបាទសំខាន់ឲ្យតែយើងដឹង model ច្បាស់លាស់ទៅយើងអាចឆេកជាមួយខាង supplier ទៅគឺអាចកម្មង់បានហើយបាទឬក៏បងប្អូនអាចកម្មង់ខ្លួនឯងក៏បានដែរបាទកម្មង់ឲ្យយកមកឲ្យខ្ញុំដូរទៅបាទយើងគិតតែថ្លៃឈ្នួល service ថ្លៃកាហ្វេតិចតួចទៅបានហើយបាទអញ្ចឹងប៉ុណ្ណឹងគឺអូខេហើយបងប្អូនបាទប៉ុណ្ណឹងរួចរាល់ហើយយើងអាចយកទៅប្រើប្រាស់បានបន្តទៀតហើយពាក់ព័ន្ធជាមួយនឹង display បើយើងប្រៀបធៀប compare ជាមួយនឹងអេក្រង់ស៊ីនដើមគឺมันខុសគ្នាប្រហែលទេបាទវាអាចនិយាយទៅខុសគ្នាថា5%ចុះបាទពាក់ព័ន្ធជាមួយ display គឺចេញមកគឺ color ដូចសឹងថាដូចដើមបាទវាអត់មានខុសគ្នាអីទាំងណាខ្លាំងទេបាទហើយការអឹបជាមួយនឹងសាច់តួសាច់អីគឺស្អាតបាទអញ្ចឹងអេក្រង់នេះគឺយើងសល់មួយបាទអត់មានកញ្ចក់អ៊ុតទេបើសិនជាមានកញ្ចក់យើងអាចអ៊ុតបានបាទហើយ16 inch យើងមានម៉ាស៊ីនអ៊ុតបានដែរអត់អីទេ